ជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះនាងខ្ញុំសូមធ្វើការចែករំលែកទាក់ទងទៅនឹងការរៀបអាពាហ៍ពិពាហ៍ថាតើរវាងបុរសនិងនារីចាថាតើត្រូវមានអាយុប៉ុន្មានទើបអាចរៀបអាពាហ៍ពិពាហ៍បានឲ្យត្រឹមត្រូវទៅតាមការកំណត់របស់ច្បាប់ចាជាកលការបរិសនិងនារីដែលមិនទាន់ដល់នៅនីតិភាពគឺមិនអាចរៀបអាពាហ៍ពិពាហ៍បានឡើយបានអនុញ្ញាតឲ្យបរិសនិងនារីដែលដល់នៅនីតិភាពចាគឺអាចរៀបការបានប៉ុន្តែនៅតែមានករណីលើកលែងដដែលថានៅពេលដែលមានភាគីណាម្ខាងជាបរិសឬមួយក៏ជានារីដែលគាត់មិនទាន់ដល់នៅនីតិភាពប៉ុន្តែគាត់ចង់រៀបការថាតើគាត់ត្រូវធ្វើដូចម្ដេចចានេះខ្ញុំក៏សូមជម្រាបជូនបងប្អូនដែរថាពាក្យថាការដល់នៅនីតិភាពទៅតាមការកំណត់របស់ច្បាប់នេះគឺគេចង់មានន័យថាគឺបរិសហើយនិងនារីគឺគាត់មានអាយុ18ឆ្នាំមានន័យថាចាប់ពី18ឆ្នាំឡើងទៅហើយចំពោះការកំណត់អាយុរៀបអាពាហ៍ពិពាហ៍នេះដែរគឺគេតម្រូវឲ្យមានអាយុ18ឆ្នាំឡើងទៅប៉ុន្តែដោយនាងខ្ញុំបានជម្រាបជូនខាងមុនអញ្ចឹងថាមានករណីលើកលែងយ៉ាងម៉េចចាគឺភាគីណាម្ខាងមានន័យថាអាចជាខាងប្រុសឬមួយចង់ជាខាងស្រីដែលគាត់បានដល់នៅនីតិភាពដែលជាភាសាផ្លូវច្បាប់ចាភាសាឲ្យងាយយល់គឺគេហៅថាគឺគាត់មានអាយុចាប់ពី18ឆ្នាំឡើងទៅចានោះគឺគាត់អាចរៀបអាពាហ៍ពិពាហ៍បានក៏ប៉ុន្តែតើតែភាគីម្ខាងនឹងខ្ញុំឧទាហរណ៍ឲ្យបងប្អូនស្រួលយល់ឧទាហរណ៍ថាភាគីខាងប្រុសគាត់មានអាយុ18ឆ្នាំហើយភាគីខាងស្រីគឺគាត់មានអាយុទៅតែ17ឆ្នាំទេករណីលើកលែងនេះគេចង់មានន័យថាបើសិនជាយើងអត់ទាន់ដល់អាយុ18ឆ្នាំដែលជាអនិច្ចជនគឺត្រូវតែមានអាយុដែលច្បាប់អនុញ្ញាតឲ្យរៀបការបានហ្នឹងគឺចាប់ពី16ឆ្នាំរហូតដល់ក្រោម18ឆ្នាំហ្នឹងនៅក្នុងលក្ខខណ្ឌដែលច្បាប់អនុញ្ញាតឲ្យរៀបការបានហ្នឹងគឺត្រូវតែមានការយល់ព្រមពីឪពុកម្ដាយឬមួយក៏អាណាព្យាបាលទោះបីជាអាយុមិនទាន់គ្រប់18ឆ្នាំក៏អាចទទួលបាននៅភាពជានីតិជនបានដែរដែលគេហៅថាការទទួលបាននៅភាពជានីតិជនហ្នឹងគឺតាមរយៈអត្តាធិនភាពចាតើអត្តាធិនភាពហ្នឹងគឺជាអ្វីចាការទទួលបាននៅអត្តាធិនភាពរបស់អនិច្ចជនគឺមានចែងនៅក្នុងក្រមរដ្ឋប្រវេណីនៅក្នុងមាត្រា21ចាបានបញ្ញត្តិទាក់ទងទៅនឹងអនិច្ចជនចាដែលគាត់មានសមត្ថភាពបើយើងនិយាយភាសាសាមញ្ញឲ្យងាយស្រួលស្ដាប់ហ្នឹងគឺមានន័យថាគាត់អាចប្រកបមុខរបរទ្រទ្រង់ជីវភាពរស់នៅរបស់គាត់ដោយឯករាជ្យដោយមិនចាំបាច់ពឹងនរណាឲ្យមកទំនុកបំរុងឬមួយក៏ចិញ្ចឹមគាត់ទេគាត់អាចទទួលបានចានៅមានន័យថាគាត់រស់នៅបានដូចមនុស្សពេញវ័យដូចមនុស្សអាយុ18ឆ្នាំអញ្ចឹងករណីហ្នឹងអនិច្ចជនហ្នឹងគឺអាចស្នើសុំទៅតុលាការដើម្បីឲ្យតុលាការចេញបញ្ជាក់ទាក់ទងទៅនឹងការទទួលបាននៅអត្តាធិនភាពអត្តាធិនភាពនោះគឺនឹងទទួលបានតាមរយៈពាក្យសុំរបស់អនិច្ចជននោះដាក់ទៅតុលាការហើយប្រសិនបើតុលាការយល់ឃើញថាអនិច្ចជននោះគឺស័ក្តិសមនឹងទទួលបាននៅអត្តាធិនភាពនោះតុលាការនឹងប្រកាសនៅអត្តាធិនភាពជូនអនិច្ចជននោះបានមានន័យថាគឺគាត់មានសិទ្ធិរៀបការចាគឺអាចរៀបការបានដោយជាមនុស្សដែលគាត់ពេញវ័យដែលច្បាប់បានកំណត់ថាមានអាយុ18ឆ្នាំអញ្ចឹងដោយមិនចាំបាច់សុំការអនុញ្ញាតពីបើយើងនិយាយឲ្យភាសាងាយស្ដាប់គឺឪពុកម្ដាយឬមួយក៏អ្នកដែលមានសិទ្ធិអំណាចមេបាចាឬក៏អ្នកអាណាព្យាបាលលើយើងទេចាហើយនឹងខ្ញុំក៏សូមបញ្ជាក់ជូនបងប្អូនដែរថាអត្តាធិនភាពហ្នឹងគឺអាចទទួលបានតាមរយៈអាពាហ៍ពិពាហ៍ក៏អាចទទួលបាននៅអត្តាធិនភាពដែរឥឡូវនេះនឹងខ្ញុំសូមលើកឧទាហរណ៍ជូនបងប្អូនដើម្បីឲ្យងាយយល់ចាឧទាហរណ៍ថាបរិសកគាត់មានអាយុ17ឆ្នាំហើយនារីខគាត់មានអាយុ16ឆ្នាំបើយើងពិនិត្យទៅលើអាយុគឺថាទាំងកហើយនិងខគឺគាត់មិនទាន់ដល់អាយុដើម្បីរៀបអាពាហ៍ពិពាហ៍បានទេមានន័យថាគាត់នៅជាក្មេងនៅជាអនិច្ចជននៅឡើយទេគឺមិនទាន់គ្រប់អាយុដែលច្បាប់កំណត់ឲ្យរៀបអាពាហ៍ពិពាហ៍បានឡើយដូចនេះបើយើងពិនិត្យទៅលើផ្លូវច្បាប់ចាគឺថាទាំងការដល់នៅនីតិភាពក៏គាត់មិនទាន់ដល់ហើយការទទួលបាននៅអត្តាធិនភាពក៏គាត់មិនទាន់មានដូចនេះគឺបរិសកនិងនារីខគឺមិនទាន់អាចរៀបអាពាហ៍ពិពាហ៍បានឡើយក្នុងករណីដែលបរិសកនិងនារីខគាត់បានដល់នៅអត្តាធិនភាពដោយដែលនាងខ្ញុំបានជម្រាបជូនអញ្ចឹងថាមានការទទួលស្គាល់ចាដោយតុលាការថាបរិសកនិងនារីខហ្នឹងគឺគាត់មានសិទ្ធិចាគឺគ្រប់លក្ខខណ្ឌអាចរៀបនៅអាពាហ៍ពិពាហ៍បានមានន័យថាមានការទទួលស្គាល់ឲ្យគាត់ធ្វើនៅសិទ្ធិដូចដែលអ្នកដូចទៅនឹងអ្នកដែលមានអាយុ18ឆ្នាំអញ្ចឹងនោះគាត់អាចរៀបអាពាហ៍ពិពាហ៍បានករណីដែលភាគីទាំងពីរទាំងបរិសហើយនិងនារីគាត់ទទួលបាននៅអត្តាធិនភាពដូចគ្នានោះគាត់អាចរៀបអាពាហ៍ពិពាហ៍បាន
ចាដោយដែលនាងខ្ញុំបានបញ្ជាក់ជូនបងប្អូនកាលពីលើកមុនហើយថាក្នុងករណីដែលភាគីណាម្ខាងជានារីឬមួយក៏ជាបុរសដែលគាត់ទទួលបាននៅអត្រាទិន្នភាពចាហើយភាគីម្ខាងទៀតគាត់នៅជាអនិច្ចជននៅឡើយទេមានន័យថាគាត់មានអាយុចន្លោះពី16ដល់ក្រោម18ឆ្នាំនោះគាត់អាចស្នើសុំរៀបអាពាហ៍ពិពាហ៍បានហើយនៅក្នុងករណីនឹងដែរចាករណីដែលបុរសឬមួយក៏នារីដែលភាគីម្ខាងឧទាហរណ៍ថានារីអាយុ19ឆ្នាំហើយបុរសកហ្នឹងគឺគាត់មានអាយុត្រឹមតែ17ឆ្នាំនោះក៏អាចរៀបអាពាហ៍ពិពាហ៍បានដោយផ្អែកទៅលើខាងនារីគឺនារីគាត់មានអាយុគ្រប់នៅនីតិភាពគាត់អាចសុំរៀបអាពាហ៍ពិពាហ៍បានដោយឡែកសម្រាប់ក្នុងករណីខាងកគឺគាត់អាចរៀបអាពាហ៍ពិពាហ៍បានប៉ុន្តែត្រូវតែមានការយល់ព្រមចាគឺមានការយល់ព្រមដែរពីឪពុកម្ដាយចាឥឡូវនេះខ្ញុំសូមធ្វើការសង្ខេបដើម្បីឲ្យបងប្អូនងាយយល់វិញកុំឲ្យបងប្អូនស្ដាប់ទៅបងប្អូនមានការយល់ច្រឡំចាគឺថាស្ដាប់អត់សូវបានឥឡូវនេះខ្ញុំសូមធ្វើការសរុបសេចក្តីមកវិញដល់ខ្លីការរៀបអាពាហ៍ពិពាហ៍ចាគឺយើងអាចរៀបអាពាហ៍ពិពាហ៍បានករណីដែលភាគីខាងប្រុសឬមួយក៏ខាងស្រីទី1គឺភាគីទាំងពីរអ្នកហ្នឹងគឺគាត់ដល់នៅនីតិភាពមានន័យថាគាត់មានអាយុ18ឆ្នាំឡើងទៅហើយករណីបន្ទាប់ទៀតឥឡូវយើងចូលដល់ករណីបន្ទាប់ទៀតករណីដែលថាភាគីណាម្ខាងគាត់ជាអនិច្ចជនមានន័យថាអាយុក្រោម18ឆ្នាំឧទាហរណ៍ភាគីខាងស្រីប៉ុន្តែភាគីខាងប្រុសនោះគាត់មានអាយុដល់ទៅ20ឆ្នាំចាឬក៏ចាប់ពី18ឡើងទៅនោះទោះបីជាខាងស្រីនេះគឺគាត់នៅតែជាអនិច្ចជនក៏ដោយក៏នៅតែអាចរៀបអាពាហ៍ពិពាហ៍បានដែរតាមរយៈការដល់នៅអាយុ18ឆ្នាំហ្នឹងតាមបែបធម្មជាតិប៉ុន្តែករណីមួយទៀតទាក់ទងនឹងការទទួលបាននៅអត្រាធនភាពដែលមានចែងនៅក្នុងក្រមរដ្ឋប្រវេណីយើងគឺភាគីទាំងពីរទាំងបុរសនិងនារីត្បិតតែគាត់មានអាយុក្រោម18ឆ្នាំមែនប៉ុន្តែគាត់ទទួលបាននៅអត្រាធនភាពនោះក៏ភាគីទាំងពីរហ្នឹងគឺគាត់អាចរៀបអាពាហ៍ពិពាហ៍បានហើយករណីមួយទៀតករណីដែលភាគីណាម្ខាងចាអាចជាខាងប្រុសឬមួយក៏ជាខាងស្រីគាត់ទទួលបាននៅអត្រាធនភាពចាមានន័យថាគាត់ទាំងពីរនាក់ហ្នឹងគឺនៅតែអាចរៀបអាពាហ៍ពិពាហ៍បានដូចគ្នាចាហើយបន្ទាប់ពីអាចរៀបអាពាហ៍ពិពាហ៍បានហើយតើត្រូវមានឯកសារអ្វីខ្លះដើម្បីអាចស្នើសុំចាទៅខាងឃុំសង្កាត់ដើម្បីរៀបអាពាហ៍ពិពាហ៍បានចានាងខ្ញុំសូមជម្រាបជូនបងប្អូនថាបងប្អូនត្រូវតែមានឯកសារសំខាន់ដោយដែលនាងខ្ញុំបានជម្រាបជូនទី1គឺបងប្អូនត្រូវតែមានអត្តសញ្ញាណប័ណ្ណចាត្រូវតែមានអត្តសញ្ញាណប័ណ្ណទី2បងប្អូនត្រូវតែមានសម្បត្តិកំណើតបើមានសម្បត្តិកំណើតត្រូវភ្ជាប់ជាមួយនឹងសេចក្តីចម្លងសម្បត្តិកំណើតករណីដែលបងប្អូនមានសម្បត្តិបញ្ជាក់កំណើតសូមភ្ជាប់ជាមួយនៅសេចក្តីចម្លងសម្បត្តិបញ្ជាក់កំណើតហើយឯកសារទី3គឺទាក់ទងទៅនឹងសៀវភៅគ្រួសារចាត្រូវតែមានសៀវភៅគ្រួសារទាំងខាងប្រុសទាំងខាងស្រីចាឯកសារទាំងអស់ហ្នឹងនេះខ្ញុំសូមបញ្ជាក់ទាំងខាងប្រុសនិងទាំងខាងស្រីហើយឯកសារទី4ហ្នឹងគឺទាក់ទងទៅនឹងសំខាន់ចាគឺរូបថតដើម្បីយើងបិទនៅក្នុងប័ណ្ណប្រកាសអាពាហ៍ពិពាហ៍រូបថតទាំងខាងប្រុសរូបថតទាំងខាងស្រីគឺរូបថត4គុណនឹង6បងប្អូនត្រៀមទៅហើយយកទៅសាលាឃុំសង្កាត់គឺអាចស្នើសុំរៀបអាពាហ៍ពិពាហ៍បានហើយចំពោះនីតិវិធីរៀបអាពាហ៍ពិពាហ៍យ៉ាងណានោះនាងខ្ញុំសូមឲ្យបងប្អូនចាស់ចូលមើលវីដេអូរបស់នាងខ្ញុំទាក់ទងនឹងការស្នើសុំរៀបអាពាហ៍ពិពាហ៍ដែលការស្នើសុំរៀបអាពាហ៍ពិពាហ៍នោះមានទាំងការរៀបអាពាហ៍ពិពាហ៍ដែលខាងប្រុសនិងខាងស្រីរស់នៅឃុំសង្កាត់ជាមួយគ្នាហើយករណីមួយទៀតទាំងខាងប្រុសខាងស្រីដែលគាត់រស់នៅឃុំសង្កាត់ពីរផ្សេងគ្នាក៏នាងខ្ញុំបានជម្រាបជូនបងប្អូននៅក្នុងវីដេអូហើយអញ្ចឹងសូមបងប្អូនចូលទៅមើលវីដេអូរបស់នាងខ្ញុំហើយការចែករំលែកទាក់ទងទៅនឹងអាយុរៀបអាពាហ៍ពិពាហ៍នាងខ្ញុំមានតែប៉ុណ្ណេះទេករណីដែលបងប្អូនមិនយល់នៅត្រង់ចំណុចណាបងប្អូនអាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំនឹងឆ្លើយជូនករណីដែលនាងខ្ញុំទំនេរនាងខ្ញុំមានពេលនាងខ្ញុំនឹងឆ្លើយជូនអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំជម្រាបលាជួបគ្នានៅវីដេអូលើក្រោយ